បារម្ភឲ្យបងប្អូនបាទទិញខ្នោឬចេកដែលខ្លាចយកមកគ្រាប់ទុំបងប្អូនប្រើវិធីមួយនេះគឺបឹងតបានផលហ្មងចាយកមកគឺដាក់ក្នុងធុងស្នោយើងហើយខ្ញុំច្រក់ទឹកមួយដបដាក់ក្នុងនឹងដែរដើម្បីឲ្យវាក្តៅអ៊ុនៗណាទឹកក្តៅបងប្អូនចាឲ្យគ្របបិទគម្របឲ្យចិត្តទៅតែមួយថ្ងៃទេគឺខ្នោនឹងឡើងទុនហ្មងខ្ញុំទិញមកនៅរឹងខ្លាំងចាបើយើងប្រើពេលរយៈខាងក្រៅវិញប្រហែលជា3ទៅ4ថ្ងៃយ៉ាងតិចចាតែខ្ញុំដាក់ក្នុងធុងនឹងសាកមើលទៅតែមួយថ្ងៃគឺថាខ្នោនឹងល្មមអាចយកមកពុះបានហើយនេះឥឡូវហ្នឹងយើងក៏កុំឲ្យបង្អង់យូរយើងទៅមើលពីវិធីពុះទាំងអស់គ្នាចាខ្ញុំដឹងថាបងប្អូនមួយចំនួនធំគាត់ចេះហើយតែក៏មានមួយចំនួនតូចតែគាត់អត់ទាន់ដឹងអញ្ចឹងចាមិនដឹងថាពុះអាម៉េចបានញ៉ាំឥឡូវមុននឹងយើងរៀបកាត់ខ្នោហ្នឹងគឺយើងត្រូវយកប្រេងខ្ញុំប្រើប្រេងអូលីវចាយកមកចាក់នឹងកណាត់ជូតមាត់យើងហ្នឹងកណាត់ជូតដៃនឹងអាថុកក្រាស់ហ្នឹងចាយើងចាក់វាហើយយើងយកមកជូតកបិតនឹងឲ្យពេញទាំងអស់ដើម្បីយើងពុះទៅកុំឲ្យវាជាប់ជ័រនឹងខ្លាំងពេកចាហើយឥឡូវហ្នឹងយើងចាប់ពុះខ្នោនឹងមកគឺខ្នោនឹងទំហំវាធំគួរសមដែរបងប្អូនដូចជាង10ផោនណាចាហើយតែខ្ញុំត្រូវហ្វែកជាមួយតំណទៅពុះបានហ្នឹងវាតឹងដៃដែរព្រោះអីជាងពុះទៅវាចំគ្រាប់ប៉ុន្តែសាច់ល្អខ្នោនេះសាច់លឿងល្អហើយក្អូបឈ្ងុយចាអញ្ចឹងទៅយើងក៏ពុះខ្នោនឹងកាត់ជា2សិនហើយយើងពុះជា4ជ្រុងទៀតចឹងណាដើម្បីឲ្យវាតូចបន្តិចយូរស្រួលយើងកាត់ស្នូលកាត់អីវាចេញចាជាឲ្យបន្តមកទៀតហ្នឹងគឺយើងត្រូវបន្ថែមចាបន្ថែមប្រេងហ្នឹងមើលទៅបើសិនជាវាអត់គ្រប់អញ្ចឹងយើងអាចបន្ថែមវាបានឲ្យជូតពេលណាយើងពុះមកភ្លាមខ្នោវានៅថ្មីអញ្ចឹងពុះភ្លាមជ័រចេញច្រើនមែនតែនចាអញ្ចឹងយើងកុំឲ្យវាហូរប្រឡាក់នៅលើតុលើអីអញ្ចឹងយើងអាសាជូតចាបើកាលណាមើលកបិតយើងរៀងតឹងដៃបន្តិចហើយវាឡើងជ័រយើងជូតกระดาษនឹងថែមបន្តិចទៅដាក់ថែមប្រេងណាហើយជូតវាឲ្យស្អាតចាឥឡូវនេះយើងពុះជា2ជា4ទៀតហើយទៅបានយើងឆ្កៀយកស្នូលកដាលនេះចេញចាយើងចិតយកស្នូលកដាលនឹងចេញទៅបានយើងអាចបកយកសាច់បានណាចាព្រោះអីសាច់វាពិបាកបកដែរហ្នឹងអ្នកខ្លះអត់ចេះបកមិនដឹងធ្វើម៉េចបានញ៉ាំខ្ជិលញ៉ាំបដ ாய் ចាប៉ុន្តែរបស់ចូលចិត្តมันអាចប្រឈប់បាននេះគឺត្រូវតែរកវិធីជួនកាលខ្ញុំទិញមកប៉ះមួយនឹង30ផោននេះបងប្អូនពេលខែក្តៅវាសបោជាងចាហើយនេះឃើញខ្ញុំចាក់បន្ថែមរហូតប្រេងហ្នឹងគឺអត់ឲ្យនេះទេហើយកាលណាយើងកាត់ឲ្យភ្លាមអញ្ចឹងខ្នោនឹងក៏ចេញជ័រច្រាវមកហ្មងចាតើអង្គុយជូតឲ្យស្អាតអញ្ចឹងបានយើងយកទៅបកទៅវាអត់សូវជាប់ដៃចាពេលយើងញ៉ាំអីវាស្រួលហើយប្រេងហ្នឹងប្រើប្រេងថ្មីបងប្អូនប្រេងអូលីវប្រេងអីចឹងតែវាប៉ះពាល់សុខភាពកុំយកប្រើខ្លាញ់តែយើងប្រើសល់អីយកមកជូតចាទោះបីយើងជូតចោលក៏ដោយព្រោះយើងជូតទៅជាប់នឹងផ្លែនឹងខ្នោនឹងសាច់វាហើយចាហើយចឹងទៅយើងក៏ចាប់បកមួយខ្លែបមកយកបេះយកច្រាំងយកអីចេញទៅហ្នឹងហើយខ្ញុំបងប្អូនណាខ្លះដូចខ្ញុំឲ្យតែបកខ្នោដងណាគឺឆ្អែតនឹងអីឆ្អែតនឹងញ៉ាំអាច្រាំងក្រាស់ហ្នឹងដែលវាផ្អែមហ្នឹងបោះចោលទៅដូចមិនដាច់ចិត្តអញ្ចឹងញ៉ាំតែច្រាំងហ្នឹងដល់ហើយឆ្អែតអត់បានញ៉ាំសាច់ទេញ៉ាំតែច្រាំងហើយខ្ញុំថាអញ្ចឹងម្ដាយមីងខ្ញុំគាត់ថាអញ្ចឹងដែរឲ្យតែបកខ្នោគាត់ហូបឆ្អែតនឹងច្រាំងនឹងដូចគ្នាចាហើយនេះគឺជាវិធីមួយទៀតដែលខ្ញុំយកមួយជ្រុងទៀតហ្នឹងមកពុះកាត់ជា2សិនដើម្បីឲ្យខ្លីបន្តិចសំណុកយើងកាន់ចាខ្ញុំបង្ហាញហ្នឹងមាន2-3វិធីអញ្ចឹងណាដើម្បីគីអាស្នូលកដាលនឹងចោលហ្នឹងក៏វាសំខាន់ដែរពួកអីពិបាកជាងគេគឺអាហ្នឹងឯងហើយយើងកាលណាយើងស្គីលអាស្នូលកដាលហ្នឹងហើយយើងអាចជាពីក្រោមទៀតបងប្អូនដូចថាជាចន្លោះពីសបកមកសាច់វាចាដូចនេះអញ្ចឹងយើងអាចលើកកាន់តែម្ដងក៏បានដែរព្រោះវាដុំវាខ្លីវាតូចអញ្ចឹងហើយយើងស្រួលលើកទៅបវលបានតាមចិត្តចាបើអាជ្រុងវែងយើងរៀងពិបាកបន្តិចពិបាកនឹងយើងលើកបវលលើកអីអញ្ចឹងណាចានេះយើងគ្រាន់តែបង្ហាញពី3វិធីហ្នឹងអញ្ចឹងទៅបងប្អូនមើលមួយណាអាចស្រួលធ្វើអាចធ្វើតាមនឹងអនុវត្តតាមនឹងបានចាហើយនេះខ្ញុំក៏ជាពីសម្បកមកវិញថារបៀបយើងបកខ្លែបណាចាយើងបកអញ្ចេះក៏ស្រួលដែរព្រោះអីពេលយើងទាញចេញមកគឺវាសាច់ហ្នឹងវាអត់សូវតឹងជាប់សម្បកដូចឲ្យខ្ញុំធ្វើពីដំបូងគឺខ្ញុំប្រឡេះមួយខ្លែបចេញពីសម្បកធំចានេះគឺវាកាត់មកវាដាច់អស់ហើយអញ្ចឹងយើងលើកមកយើងបេះយកខ្លែបឲ្យ
បេះច្រាំងបេះអីចេញក៏លឿនដែរចាវិធីមួយនេះខ្ញុំគិតថាលឿនជាងវិធីទី1ចាតែបងប្អូនមើលតាមហ្នឹងណាហ្នឹងហើយបើមួយណាស្រួលក៏យកតាមហ្នឹងទៅចាយើងបកសាច់ខ្លែបចេញផ្សេងគ្នាហើយបានខ្ញុំយកទៅប្រឡេះយកគ្រាប់ចេញផ្សេងទៀតបានចាដាក់គ្រាប់ផ្សេងប្រឡេះយកសាច់ផ្សេងដើម្បីខ្ញុំយកទៅដាក់ក្នុងថង់ហើយខ្ញុំអ៊ុតវាចាអ៊ុតអាបឺតខ្យល់ចេញឲ្យអស់ណាកាលណាយើងទុកវាបានយូរបងប្អូនខ្ញុំទុកមួយឆ្នាំអីលើកមកនៅស្រស់ហើយអត់មានធំក្លិនអីទេតែបើខ្ញុំដាក់គ្រាន់តែស្បោងបិទមាត់ធម្មតានឹងយកទៅដាក់លើកមកធំទឹកតកកស៊ីអញ្ចឹងដាក់ក្នុងទូទឹកកកយូរពេកក៏អត់ល្អដែរចាញ៉ាំអត់ឆ្ងាញ់ទេអញ្ចឹងហើយខ្ញុំចូលចិត្តយកវាមកអ៊ុតចាខ្ញុំដាក់ក្នុងថង់នឹងរៀបឲ្យស្អាតទៅរៀបតែសាច់យើងទាំងរៀបវាឲ្យតឹងទៅហើយយើងអ៊ុតយកបូមយកខ្យល់ចេញឲ្យអស់ចាដើម្បីយកទៅទុកទៅគឺបានយូរខែហ្មងចាអាចទុកដល់មួយឆ្នាំក៏អត់អីដែរបងប្អូនញ៉ាំបាននៅដូចស្រស់អញ្ចឹងណាចាវិធីនឹងមួយគឺល្អហើយខ្ញុំតែងតែប្រើវាជាញឹកញាប់ចាអញ្ចឹងហើយយើងយកមកអ៊ុតទៅបងប្អូនចាស្រួលទេប៉ុន្តែគាត់ថាវាយូរបន្តិចនាំមកបកហើយមួយនឹងចំណាយពេលច្រើនម៉ោងគួរសមបកហងបេះផងណាចានេះគឺលទ្ធផលចុងក្រោយបាន7 8ស្បោងនឹងអាចទុកប្រើញ៉ាំបានយូរគ្រាន់បើដែរបងប្អូនអរគុណចំពោះការទស្សនាបងប្អូនសូមសង្ឃឹមថានឹងជួបគ្នានៅវីដេអូក្រោយទៀតអរគុណច្រើនបងប្អូន